am a singer Cambodia ឧបត្ថម្ភធំដោយ Mazda រថយន្តពេញនិយមនឹងតែងតែឈានមុខគេជានិច្ចឃ្លាបង្កើតភាពស្រស់ស្រាយកម្ចាត់អង្គែមានសល់លីហួរវេលុយផ្ដល់សេវាកម្មផ្ទេរប្រាក់ប្រកបដោយទំនុកចិត្តបានប្រជុំមកដាក់គ្នាប្រឡងប្រជែងគ្នាយ៉ាងស្វិតស្វាញហើយពួកគេទទួលបានប្រជាប្រិយភាពរៀងៗខ្លួនអស់រយៈពេល6សប្តាហ៍កន្លងទៅហើយដែលនាងខ្ញុំបានចូលរួមប្រកួតប្រជែងជាមួយនៅក្នុងកម្មវិធី I Am a Singer Cambodia គឺនាងខ្ញុំបានទទួលនៅបទពិសោធន៍ជាច្រើនក៏ដូចជាស្គាល់គ្រប់រសជាតិនៃអារម្មណ៍ដូចជាអារម្មណ៍សោកស្ដាយអារម្មណ៍ភ័យរន្ធត់រំភើបគឺមានច្រើនមែនទែនសម្រាប់ខ្ញុំខ្ញុំសង្កេតមើលទៅគឺបងប្អូនក៏ដូចជាទស្សនិកជនគឺគាត់មានការគ្រប់គ្រងខ្លាំងមែនទែននៅក្នុងកម្មវិធីនេះជំរុញទឹកចិត្តខ្ញុំក៏ដូចជាលោកគ្រូទាំងអស់បន្តបេសកកម្មមួយនេះដើម្បីឈ្មោះទៅដល់គោលដៅចាប់តាំងពីនាងខ្ញុំបានចូលរួមនៅក្នុងកម្មវិធីនេះមកគឺមានរយៈពេល4សប្តាហ៍មកហើយនាងខ្ញុំសង្កេតឃើញថាការប្រឡងចម្រៀងមួយនេះគឺពិតជាស្វិតស្វាញដោយសារតែវិញ្ញាសាពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺប្រែប្រួលខុសពីគ្នាក្នុងផងដែរគឺខ្ញុំសង្កេតឃើញថាក៏ជាឱកាសដែលបានបើកបង្ហាញទៅលើស្នាដៃនិងសមត្ថភាពរបស់លោកគ្រូដែលគាត់ជាអ្នកនិពន្ធបទភ្លេងនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដើម្បីឲ្យមហាជនទៅគាត់បានទទួលស្គាល់និងដឹងពីសមត្ថភាពរបស់គាត់បានពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺបទចម្រៀងដែលនាងខ្ញុំទៅជាគឺមានការខុសប្លែកគ្នាជារៀងរាល់សប្តាហ៍ប៉ុន្តែអ្វីដែលនាងខ្ញុំទទួលបានទាំងអស់នេះគឺជាបទពិសោធន៍សម្រាប់នាងខ្ញុំពីការប្រឡងប្រជែងមួយនេះរៀងរាល់សប្តាហ៍គឺយើងបានដូរចង្វាក់ភ្លេងសប្តាហ៍ខ្លះក៏យើងនិយាយអំពីរឿងអំពីខេត្តសប្តាហ៍ខ្លះក៏យើងបាននិយាយអំពីទម្រង់ជីគេសប្តាហ៍ទៀតក៏វាថប់សប្តាហ៍ទៀតក៏របៀបបទសម័យធម្មតាចឹងដែរតែយ៉ាងណានៅសប្តាហ៍ទី6ជុំទី3កន្លងទៅនេះមានតារាចម្រៀងអាជីពម្នាក់ទៀតបានចាក់ចេញពីកម្មវិធីគឺតារាចម្រៀងអាជីពឈិតសវណ្ណបញ្ញាខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយចំពោះការចាក់ចេញរបស់តារាចម្រៀងអាជីពណាមួយអំពីកម្មវិធីប៉ុន្តែនេះជាលក្ខខណ្ឌនៃកម្មវិធីមិនថាគាត់មិនថាខ្ញុំបើកាលណាខ្ញុំធ្វើមិនល្អខ្ញុំក៏អាចចាក់ចេញពីកម្មវិធីនេះដូចគ្នាដែរការចាក់ចេញរបស់តារាចម្រៀងអាជីពអាចជាកម្លាំងមួយដែលជំរុញឲ្យតារាចម្រៀងអាជីពផ្សេងទៀតមានការប្រុងប្រយ័ត្ននិងប្រឹងប្រែងដើម្បីបន្តទំនាក់ទំនងហើយនៅរាត្រីនេះជាការប្រឡងប្រជែងនៅសប្តាហ៍ទី7ជុំទី4នៅសប្តាហ៍ទី7ជុំទី4នេះនឹងមានវត្តមានតារាចម្រៀងអាជីពថ្មីម្នាក់ទៀតចូលមកប្រឡងប្រជែងហើយនៅរាត្រីនេះតារាចម្រៀងអាជីពកម្ពុជាទាំង7រូបនឹងប្រឡងប្រជែងគ្នាលើវិញ្ញាសាចម្រៀងថ្មីមួយបែបទៀតជាចម្រៀងសម័យថ្មីដែលត្រូវបានកែសម្រួលជាពិសេសតែម្ដងតាមពិតទៅវិញ្ញាសាបទចម្រៀងនៅក្នុងសប្តាហ៍នេះគឺសុទ្ធតែជាប្រភេទបទចម្រៀងដែលត្រូវជាមួយនឹងជំនាញរបស់តារាចម្រៀងគ្រប់រូបដែលប្រឡងនៅក្នុងកម្មវិធីនេះតែម្ដងប្រាប់វិញ្ញាសានៅក្នុងសប្តាហ៍នេះគឺខ្ញុំចូលចិត្តដោយសារបទចម្រៀងប្រភេទបែបនេះខ្ញុំធ្លាប់មានស្នាដៃធ្វើច្រើនប៉ុន្តែបទចម្រៀងមួយបទដែលទៅយកមកប្រឡងនេះខ្ញុំត្រូវគិតឲ្យបានច្រើនខ្លាំងពីមុនទៀតហើយចាំមើលថាតើតារាចម្រៀងអាជីពទាំងអស់ច្រៀងចម្រៀងក្នុងវិញ្ញាសានេះបានល្អឬទេហើយពួកគេនឹងសាំងអ្វីខ្លះនៅក្នុងបទចម្រៀងដែលពួកគេច្រៀងឆ្លងកាត់ការជ្រើសរើសនៅបទចម្រៀងសម្រាប់សប្តាហ៍នេះខ្ញុំបានពិភាក្សាជាមួយនឹងលោកគ្រូបទីបានជ្រើសរើសនៅបទចម្រៀងមួយបទដែលខ្ញុំគិតថាស័ក្តិសមហើយមានចំណុចពិសេសប្លែកសម្រាប់សប្តាហ៍នេះខ្ញុំក៏ចង់ដឹងផងដែរថាបន្ទាប់ពីការកែប្រែនិងបដូរទម្រង់ខ្លះនៅក្នុងបទនេះតើកូនសិស្សរបស់ខ្ញុំនឹងធ្វើបានល្អប៉ុណ្ណាដូច្នេះកម្មវិធីប្រឡងតារាចម្រៀងអាជីពកម្ពុជា I Am a Singer Cambodia សប្តាហ៍ទី7ជុំទី4សូមចាប់ផ្ដើមនៅក្នុងពេលនេះ I Am a Singer Cambodia ឧបត្ថម្ភធំដោយ Mazda រថយន្តពេញនិយមនឹងតែងតែឈានមុខគេជានិច្ចឃ្លាបង្កើតភាពស្រស់ស្រាយកម្ចាត់អង្គែមានសល់លីហួរវេលុយផ្ដល់សេវាកម្មផ្ទេរប្រាក់ប្រកបដោយទំនុកចិត្ត